បាទជម្រាបសួរសួស្តីទៅកាន់ពុកម៉ែបងប្អូនគ្នានេះការឋានវិឡាទឿមានទំហំ6 × 10.3 ខាងក្នុងរៀប3បន្ទប់គេងបន្ទប់ទឹក1បន្ទប់ទូភ្ញៀវអត់មានផ្ទះបាយទេនេះទីតាំងនៅខាងស្រុកគៀនស្វាយភូមិទាំងស្រុកគៀនស្វាយទឹកដីខេត្តកណ្ដាលផ្ទះនេះជាក់ស្ដែងខឿន8ទឹកកម្ពស់ជាង3ម៉ែត្រកៅមេកៅច្រើនតែជាក់ស្ដែងចាស់ទេគិតចាក់ដីបន្ថែមអញ្ចឹងប្រហែលជាគ្រឿនអាចសល់ត្រឹម6ទឹកនេះទេផ្ទះហ្នឹងខាងក្នុងរៀប3បន្ទប់គេងផ្ទះហ្នឹងមានកន្លែងលានផ្នែកខាងឆ្វេងដៃណានេះមានសាច់លាននេះរៀងកាច់មកជាអសអើបន្តិចណាចឹងផ្ទះនេះយើងសាងសង់បានរយៈពេល1ខែជាងយើងរួចបានការងារប៉ុណ្ណឹងចាក់ឡើងចាក់ជើងគោកហើយចាក់ធ្នឹមរួចរាល់ហើយនឹងចាក់ជ្រីតោទឹកចឹងចូលទៅមើលខាងក្នុងទាំងអស់គ្នានេះជាដើរនេះយើងធ្វើតែ3កម្មទេរួមចាក់ទឹកចាក់ដីបន្ថែមពួកដីគៀនហ្នឹងរៀងទៀបដីរៀងតនៀបទឹកលិចចឹងទ្វារនេះចាក់ទឹកកដោមកទ្វារឈើទ្វារខាងមុខនេះចូលមកកន្លែងទូភ្ញៀវជើងគោកអីចាក់រួចរាល់ហើយជើងគោកទេនឹងអត់20ជំវិញហើយនឹង10ខាងក្នុងនេះបន្ទប់គេងទី1ទី2ហើយនឹងបន្ទប់គេងទៀតទី3នេះបន្ទប់គេងផ្នែកខាងមុខមានពួយកោងមួយហើយនឹងពួយធំនេះមួយហើយមកក្រោយនេះបន្ទប់គេងមួយទៀតអានឹងពួយទូចនេះមួយដាក់ក្បាលតនេកន្លែងហ្នឹងក្រោយហ្នឹងបន្ទប់ទឹកជាងខាន់ចេះចឹងណាហើយមកក្រោយអានេះបន្ទប់គេងមួយទៀតនេះទឹកខាងក្រោយដើរផ្លូវដើរហើយអានេះជាងខាន់មកចេះមកចឹងអានេះកន្លែងបន្ទប់ទឹកវាចេញទៅក្រោយជាក់ស្ដែងផ្ទះបាយចាស់ទៀតតទៅខាងក្រោយចឹងផ្ទះហ្នឹងជាក់ស្ដែងដីរឿងតនៀបនីវ៉ូទឹកហ្នឹងចង់ទៀបជាងនីវ៉ូដីបន្តិចទេតែជាក់ស្ដែងធ្វើលបងចាក់ដីបន្ថែមបានអត់លិចទឹកចឹងនេះតាមប្អូនហើយយើងមានបន្ថែមការងារអត់តាន់បន្ថែមទៀតណាចឹងដូចតែក្របតកាឋានដែរបងប្អូនឡើងតូលើក្រោមអត់តាន់អីផ្សេងៗអានឹងវាជួយពង្រឹងគុណភាពការងារអត់យើងបន្ថែមចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានម្ដងគូប្លង់សាងសង់អាចទាក់ទងពួកខ្ញុំបានយើងទទួលមកការទាំង25ខេត្តក្រុងចំពោះលេខទូរស័ព្ទនៅលើវីដេអូនេះសម្រាប់អរគុណច្រើនចឹងជួបគ្នានៅក្នុងវីដេអូក្រោយនៅការឋានផ្ទះផ្សេងៗទៀត